ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់នាងខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំមានវីដេអូថ្មីមួយចង់មកចែករំលែកដល់អ្នកទាំងអស់គ្នាអំពីរបៀបនៃការធ្វើស៊ុបសារាយសមុទ្រចាជាមួយនឹងពងទាកូនអញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងថារបៀបធ្វើរបស់នាងខ្ញុំមានភាពងាយស្រួលបែបណាកុំភ្លេចទស្សនាវីដេអូនេះទាំងអស់គ្នាចាជាដំបូងគឺនាងខ្ញុំមកកាត់ការ៉ុតចាការ៉ុតគឺនាងខ្ញុំកាត់ជាដុំចាតូចៗល្មមហើយនឹងមានតៅហ៊ូចាតៅហ៊ូហ្នឹងគឺនាងខ្ញុំកាត់ជាដុំតូចៗហ្នឹងប្រហែលនឹងការ៉ុតដែរហើយបន្ទាប់មកគឺនាងខ្ញុំមានខ្ទឹមបារាំងចាខ្ទឹមបារាំងគឺនាងខ្ញុំប្រើចំនួនកន្លះមើមហើយនាងខ្ញុំយកវាមកហាន់ជាសរសៃចារាងស្ដើងអញ្ចឹងបន្ទាប់ពីនាងខ្ញុំហាន់បន្លែទុកមួយឡែកហើយឥឡូវនេះនាងខ្ញុំមកគោះពងទាកូនចាពងទាកូនហ្នឹងគឺយើងទិញពងទាកូនឆ្អិនស្រាប់មកហើយនាងខ្ញុំប្រើចំនួន3គ្រាប់អ្នកទាំងអស់គ្នានាងខ្ញុំចូលចិត្តពងទាកូនដែលវាមានកូនរាងតូចចាបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តពងទាកូនដែលមានកូនធំចាអ្នកទាំងអស់គ្នាអាចដាក់ពងទាដែលមានកូនធំបានណាហើយនេះគឺជាស្រាយសមុទ្រចាឬក៏ស្រាយខ្មៅហ្នឹងគឺនាងខ្ញុំចាប្រើចំនួន1បន្ទះចាដោយ1បន្ទះហ្នឹងគឺនាងខ្ញុំយកវាមកកាត់ចាជាដុំតូចៗទៅដើម្បីយកវាទៅលាងសម្អាតជាមួយនឹងទឹកហ្នឹងឲ្យបានស្អាតឥឡូវនេះគឺនាងខ្ញុំមកកាត់សាច់របស់យើងវិញម្ដងដោយនាងខ្ញុំប្រើសាច់ជ្រូកចាសាច់ស្មើមុខអ្នកទាំងអស់គ្នាដែលវាមានខ្លាញ់តិចចាចំណែកឯសាច់ហ្នឹងគឺនាងខ្ញុំយកទៅកិនចាពួកអីនាងខ្ញុំអត់ដាក់វាធំទាំងអស់ទេគឺយើងចង់ប្រើជាសាច់ចិញ្ច្រាំណាអញ្ចឹងនាងខ្ញុំយកវាមកកិនមកវាលឿនជាងអញ្ចឹងបន្ទាប់ពីនាងខ្ញុំបានកិនសាច់ចារួចរាល់ហើយឥឡូវនេះយើងមកដាក់គ្រឿងចាដើម្បីលាយជាមួយសាច់របស់យើងដោយគ្រឿងផ្សំរបស់យើងនឹងចាគឺមានធម្មតានឹងឯងអ្នកទាំងអស់គ្នាមានទឹកស៊ីអ៊ីវចាមានទឹកប្រេងខ្យងមានទឹកត្រីបន្តិចចាប៊ីចេងស្ករសម្រេចចាហើយនឹងកុំភ្លេចលូចអំបិលបន្តិចផងអ្នកទាំងអស់គ្នាហើយបន្ទាប់ពីនេះខ្ញុំចាដាក់គ្រឿងទៅតាមចំណង់ចំណូលចិត្តហើយឥឡូវនេះយើងមកលាយសាច់របស់យើងឲ្យបានចូលគ្រឿងល្អទើបយើងយកទៅធ្វើជាសម្លដោយសារតែសម្លរបស់យើងគឺយើងត្រូវថែមគ្រឿងម្ដងទៀតអញ្ចឹងហើយសាច់ហ្នឹងគឺយើងដាក់គ្រឿងតែមួយល្មមបានហើយឥឡូវនេះគឺគ្រឿងផ្សំដើម្បីធ្វើសម្លស៊ុបរបស់យើងគឺនាងខ្ញុំបានត្រៀមរួចរាល់ហើយយើងមកធ្វើការស្លតែម្ដងអញ្ចឹងនាងខ្ញុំដាក់ដាំទឹកចាឲ្យពុះបន្តិចសិនបន្ទាប់មកនាងខ្ញុំដាក់ខ្ទឹមចិញ្ច្រាំចូលហើយរួមជាមួយនឹងអំបិលចាមួយចុងស្លាបព្រាហ្វេហើយនៅពេលដែលទឹកពុះល្អហើយគឺនាងខ្ញុំដាក់សាច់ដែលនាងខ្ញុំបានលាយគ្រឿងនឹងចូលតែម្ដងហើយក៏យកវែកមកជ្រុំចាដើម្បីឲ្យសាច់ហ្នឹងគឺវាបែកចេញពីគ្នាកុំឲ្យវានៅដុំណារួចហើយគឺនាងខ្ញុំទុកទឹកហ្នឹងចាដែលយើងដាក់សាច់ហ្នឹងគឺឲ្យវាពុះចាឆ្អិនសាច់របស់យើងបានល្អនាងខ្ញុំចាក់ចាការ៉ុតចូលពួកអីការ៉ុតហ្នឹងរៀងរឹងអញ្ចឹងនាងខ្ញុំដាក់មុនគេហើយបន្ទាប់មកនាងខ្ញុំបន្ថែមគ្រឿងចាទៅតាមចំណង់ចំណូលចិត្តរបស់យើងអ្នកទាំងអស់គ្នាចាដាក់ស្ករអំបិលប៊ីចេងចាទឹកត្រីទៅតាមចំណង់ចំណូលចិត្តទៅបន្ទាប់មកគឺនាងខ្ញុំដាក់ចាខ្ទឹមបារាំងដែលនាងខ្ញុំបានហាន់ហ្នឹងដាក់ចូលទៅដែរព្រោះអីនាងខ្ញុំចង់ឲ្យបន្លែហ្នឹងវារៀងទន់បន្តិចនៅពេលដែលយើងញ៉ាំវាឆ្ងាញ់ណាហើយតៅហ៊ូដែលយើងបានហាន់ហ្នឹងក៏យើងដាក់ចូលមកដែរមកហើយយើងទុកសម្លរបស់យើងមួយផ្លេតចាដើម្បីឲ្យវាពុះចាល្អទៅឥឡូវនេះគឺសម្លរបស់នេះខ្ញុំគឺបានពុះម្ដងទៀតហើយនេះខ្ញុំចាក់ចាសារាយខ្មៅដែលនាងខ្ញុំបានយកទៅលាងសម្អាតហ្នឹងគឺយើងលាងពី3ទឹកអ្នកទាំងអស់គ្នាដើម្បីឲ្យវាអស់ក្លិនចាអញ្ចឹងយើងលាងសម្អាតឲ្យបានស្អាតអញ្ចឹងនេះខ្ញុំយកវាមកដាក់អញ្ចឹងសម្លនេះគឺ
រៀងស្ទើរទឹកចាអញ្ចឹងនេះខ្ញុំចាប់បន្ថែមទឹកបន្តិចហើយបន្ថែមជាមួយនឹងដុំស៊ុបដើម្បីឲ្យសម្លរបស់យើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ហើយជាចុងក្រោយហ្នឹងគឺនេះខ្ញុំចាដាក់ពងទាកូនដែលនេះខ្ញុំបានត្រៀមទុកហ្នឹងដាក់ចូលក្នុងសម្លរបស់យើងទាំងអស់ទៅហើយយើងធ្វើការកូរសម្លរបស់យើងហ្នឹងឲ្យវាបានសព្វល្អហើយសម្លរបស់យើងហ្នឹងគឺរួចរាល់ហើយអ្នកទាំងអស់គ្នានៅពេលដែលយើងត្រៀមគ្រឿងហើយការស្លគឺស្លតែមួយផ្លេតទេអ្នកទាំងអស់គ្នាអញ្ចឹងយើងអាចដួសយកមកញ៉ាំបានអញ្ចឹងខែធ្លាក់ភ្លៀងអញ្ចឹងយើងញ៉ាំសម្លស្រ័យខ្មៅជាមួយនឹងពងទាកូនក្តៅហ្នឹងគឺថាមានជាតិចាមានកម្លាំងតែម្ដងហើយនៅពេលដែលអ្នកទាំងអស់គ្នាញ៉ាំអ្នកទាំងអស់គ្នាអាចរោយស្លឹកខ្ទឹមចាំពីលើបន្ថែមបន្តិចទៀតទៅសម្លរបស់យើងហ្នឹងគឺបានរួចរាល់ហើយវីដេអូរបស់នាងខ្ញុំហ្នឹងក៏បានមកដល់ទីបញ្ចប់ដែរនេះខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់នាងខ្ញុំរហូតដល់ចប់ហើយសូមកុំភ្លេចជួយចុច like និង subscribe channel YouTube របស់នាងខ្ញុំម្នាក់មួយផងហើយយើងជួបគ្នានៅវីដេអូថ្មីជាបន្តទៀតសូមអរគុណសូមជម្រាបលាបាយបាយ